ចឹងរឿងរបស់យើងគឺបានចាប់ផ្ដើមឡើងនៅពេលដែល Noe អត់សុខខ្លាំងមែនទែនដោយសារតែពួកគេមិនអាចចេញពីផ្ទះបាននោះទេប្រសិនបើជាចេញទៅក្រៅពួកគេអាចនឹងមានគ្រោះថ្នាក់និងត្រូវចាប់ខ្លួនដោយក្រុម Black Bull King Noe នៅមិនសំណុកនោះទេដោយសារតែនាងគឺខានដំដែកនាងគឺចង់ទៅមើលកន្លែងដំដែកខ្លាំងមែនទែនលើពីនឹងដោយសារតែមិនអាចធ្វើអីបាននាងក៏អង្គុយធ្វើកាយវិការដំដែកនៅក្នុងផ្ទះតែម្ដងដោយឃើញដូច្នោះ Hanrit ក៏បានប្រាប់ថាមិនអីទេនាងក៏អាចទៅបានដែរក៏ប៉ុន្តែនោះគឺត្រូវតែមាននៅកញ្ញា Maylin ទៅជាមួយដោយឃើញដូច្នោះ Noe គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនអ្នកទាំងពីរនៅពេលដែលបានចូលមកកាន់ទីក្រុងពួកគេក៏បានទៅកន្លែងដែលពួកគេចង់ទៅជាពិសេសគឺជាកន្លែងជាងដងដែក Noe នឹងពិតជារំភើបចិត្តនៅពេលដែលបានឃើញគេដាំដែកដូច្នោះអូខេនៅពេលនេះពួកគេក៏បានទិញអីញ៉ាំផងដែរតែឡើងតែសប្បាយសុកនឹង Noe គាត់គឺចាប់អារម្មណ៍ថាមាន L ជាច្រើនកំពុងតែសម្លឹងមើលមកកាន់នាងងាកចុះងាកឡើងគិតចុះគិតឡើងនឹង Noe បានគិតអីថាជុំខ្ញុំគួរឲ្យស្រឡាញ់មែនបានជា L ទាំងអស់ហ្នឹងមើលមកកាន់ខ្ញុំអត់ដាក់ភ្នែកតតែសោះ Noe គិតតែឯងរំភើបតែឯងភ្លាមឃើញថា L ទាំងអស់ហ្នឹងក៏បានដើរចូលមករកគាត់តែវាក៏ត្រូវបានរារាំងដោយអង្គរៈការពាររបស់ Noe នោះឯងចំពោះ L ប្រុសដែលរៀបចូលមកកាន់ Noe នោះពួកគេបាននិយាយថាអេចាំបាច់ធ្វើបែបហ្នឹង L ទាំងប្រមាណអ្នកហ្នឹងក៏បានដើរចូលមកទៀតហើយនិយាយទៅកាន់នាងថាតើយើងអាចសុំពេលបន្តិចជាមួយនឹងនាងបានទេ Maylin ដោយសារតែឃើញស្ថានភាពមិនស្រួលនាងក៏ចាប់ដៃនៅ Noe ដាក់មេប្រូចទៅយ៉ាងលឿនតែម្ដងពេលដែលពួកគេបានមកដល់ផ្ទះក៏បានប្រាប់នៅរឿងទាំងអស់ទៅកាន់អ្នកទាំងអស់គ្នាពេលនាង Lisa នៅពេលដែលបានឮរឿងទាំងអស់ហ្នឹងក៏បានផ្អាប់ទៅកាន់ Noe ថាមកពីអញ shoot ហ្នឹងហើយបានជាគេចោមរោមអញ្ចឹង Noe គ្រាន់តែគេបញ្ចូលភ្លាមគឺបានចិត្តតែម្ដង Henrik បានប្រាប់ទៅកាន់ Noe ថាតាមពិតទៅការសម្លឹងនឹងការចោមរោមមកលើអ្នកនោះដោយសារតែវាមានមូលហេតុផ្សេងទៀតហើយឥឡូវនេះខ្ញុំគឺនឹងប្រាប់ឯងនឹងនាំឯងឲ្យស្គាល់ពីខ្លួនឯងបន្ថែមទៀត Noe នាងក៏ចង់ដឹងដូចគ្នាថាខ្លួនឯងហ្នឹងគឺមានប្រភពមកពីណាឲ្យច្បាស់ទៅដោយសារតែការពីនោះនាងគឺបាត់បង់ការចងចាំបាត់ទៅហើយនៅពេលដែលចេញមកខាងក្រៅ Henrik ក៏បានប្រើប្រាស់នៅវេទមន្តរបស់នាងដើម្បីបើកនៅផ្លូវមួយនាំឲ្យពួកគេទៅកាន់កន្លែងថ្មីមួយទៀតដែលនេះគឺជាទឹកដីរបស់ Air នោះឯង Alan គាត់គឺបានដឹងយ៉ាងច្បាស់ថាទឹកដីមួយនេះពោពេញទៅដោយវេទមន្តដែលបានបង្កើតឡើងដោយពួក L នៅក្នុងព្រៃនេះទៀតសោតបានហាមប្រាមដោយមនុស្សដែលមិនមានប្រវត្តិច្បាស់លាស់ឲ្យចូលមកកាន់ទីនេះនោះទេហើយប្រសិនបើជាចង់ចូលទៅនឹងត្រូវបានវាយប្រហារដោយវេទមន្តរបស់ L នោះឯងតែ Henry នាងគឺមានសិទ្ធិនៅក្នុងការចូលព្រៃមួយនេះដោយនាងគឺបានទទួលស្គាល់អំពីពួក L ដូច្នោះហើយក៏បានន័យថា Henry នាងគឺអាចចេញចូលនៅព្រៃមួយនេះបានតាមសេរីតែម្ដង Alan គាត់ក៏ដឹងដូចគ្នាសម្រាប់អ្នកដែលបានចូលមកទីនោះហើយប្រសិនបើជាមិនមានការអីចាំបាច់នោះទេនឹងត្រូវបានហាមប្រាមដោយកលការរបស់ពួក L ទៀតនោះប្រសិនបើជាពួកគេចូលមកហើយ L គឺនឹងចាប់គេទៅវិញជាពិសេសនោះគេគឺនឹងលុបបំបាត់ការចងចាំរបស់ពួកគេជារៀងរហូតដោយនៅ L អញ្ចឹងនាងគឺត្រូវបានគេលុបបំបាត់ការចងចាំតាំងពីក្មេងតែម្ដងបើយើងក៏ដឹងថាមូលហេតុអីបានជាគេលុបបំបាត់ការចងចាំរបស់នាងទេប្រហែលជា Noe នឹងគឺពាក់ព័ន្ធជាមួយនឹងមនុស្សផ្សេងឬក៏អាចនិយាយបានថានាងត្រូវបានបណ្ដេញចេញអំពីព្រៃមួយនេះក៏ថាបាននៅពេលដែលបានចូលមកខាងក្នុងព្រៃនេះពួកគេបានជួបជាមួយនឹង L ជាច្រើនមានទាំង L ចាស់ L ក្មេង L កំឡោះ L កុមារក៏មានដែរគ្រាន់តែថាអត់ទាន់ចេញមកភ្លាមL ទាំងអស់ក៏បានអោនក្បាលគោរពទៅកាន់ពួកគេនោះក៏ដោយសារតែម្ចាស់នៃទឹកដី L មួយនេះគឺបានត្រឡប់មកវិញហើយ Henrik នាងក៏និយាយដូចគ្នាចំពោះពពួក L វិញក៏បានដឹងហើយក៏និយាយថាស្វាគមន៍ម្ចាស់ត្រឡប់មកផ្ទះវិញពួកគេបាននិយាយថានោះក៏ដោយសារតែកំហុសរបស់ពួកយើងឥឡូវយើងស្វាគមន៍អ្នកមកផ្ទះវិញ L ម្នាក់ប្រហែលជា L ដែលធំជាងគេនៅទីនេះគាត់បាននិយាយបន្តថាពួកយើងបានរងចាំអ្នកយូរមកហើយ Alan នៅពេលដែលបានលើកដូច្នោះគាត់បាននិយាយតាក់ទងជាមួយនឹងភ្នែកមួយដែលនោះគឺជាភ្នែករបស់ទេពអប្សរនៅ L លើកដូច្នោះក៏សួរថាតើវាគឺជាអ្វីទៅ Henrik ក៏បាននិយាយថាភ្នែកទេពអប្សរមួយនេះវាគឺមានទៅលើគ្រួសាររាជវង្សតែប៉ុណ្ណោះលើពីនឹងត្រូវបានកាន់កាប់ដោយគ្រួសាររាជវង្សចំនួន16គ្រួសារហើយវាគឺមាននៅលើ Noe នោះឯង Noe មិនដឹងខ្លួននោះទេថាខ្លួនមាននៅភ្នែកទេពអប្សរដូច្នោះនឹងបាននិយាយថាអញ្ចឹងខ្ញុំនៅខ្សែរាជវង្សមែននៅពេលនេះ Noe បានដឹងយ៉ាងច្បាស់ថាខ្លួនគឺជាម្ចាស់របស់ពួកគេជាអបតីភាពមួយនៃខ្សែរាជវង្សរបស់ L Noe មានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលដឹងថាខ្លួនគឺជាមនុស្សដែលមានខ្សែរាជវង្សនោះឯងអញ្ចឹងហើយ L ម្នាក់ដែលមានមុខមាត់រៀនធំជាងគេបានណែនាំខ្លួនថាគាត់គឺជាអ្នកចាត់ការនិងអ្នកបម្រើរបស់ខ្សែរាជវង្សដោយគាត់គឺមានឈ្មោះថា Percival ដូច្នោះ Noe បាននិយាយថាតើពួកអ្នកនឹងចាត់ទុកគាត់គឺជាមេដឹកនាំមែនទេលោក Percival ក៏បាននិយាយឡើងថាមិនន័យទេអ្នកគឺអាចដើរមើលនៅទីនេះសិនសឹមស្គាល់ពួកយើងច្បាស់សឹមសម្រេចចិត្តទៅដូច្នោះនៅពេលនេះយើងបានឃើញថាលោក Percival ក៏បាននាំអ្នកទាំងអស់គ្នាដើម្បីដើរទស្សនាមើលនៅទីនឹងទៅតាមផ្លូវយើងក៏បានឃើញថា L ទាំងអស់គ្មានកន្លែងដេកនៅត្រឹមត្រូវនោះទេពួកគេតែងតែដេកនៅលើដើមឈើដើរបន្តមកទៀតយើងឃើញថាគ្រប់គ្នាកំពុងតែធ្វើការឯខ្លះទៀតក៏អង្គុយលេងអុកទៅតាចាស់លោក Percival បាននិយាយឲ្យថាតើអ្នកមើលទៅការរស់នៅរបស់ពួកយើងយ៉ាងម៉េចដែរភ្លាមយើងបានឃើញថាកូនក្មេងតូចដែលជា L កំពុងតែរត់យ៉ាងលឿនសម្ដៅមករក Noel ពួកគេបានយកនៅរបស់មួយចំនួនហើយប្រាប់ថានេះគឺជាកាដូសម្រាប់អ្នកដែលបានត្រឡប់មកវិញ Noel ក៏បានទទួលយកនៅកាដូរបស់ក្មេងៗស្របពេលដែលក្មេងទាំងពីរបាននិយាយថាថ្ងៃស្អែកពួកយើងនឹងនាំបងទៅរកឲ្យច្រើនNoel ក៏បានប្រាប់ថាកាដូនឹងចង់យកសរុបថ្ងៃស្អែកហ្មងទៅក្មេងទាំងពីរក៏បានត្រឡប់ទៅវិញដោយសារតែលោក
Percival បានប្រាប់ឲ្យពួកគេទាំងពីរកុំអារំខានម្ចាស់របស់ពួកគេអីលោក Percival បានហៅនៅក្មេងប្រុសម្នាក់ឲ្យចេញមើលកុំលួចមើលអញ្ចឹងអីគាត់បាននិយាយថាអាល្អិតដឹងទេធ្វើបែបនេះវាមិនល្អទេឯងកំពុងតែព្យាយាមតាមដានពួកយើងហើយនេះលោក Percival បានប្រាប់ឲ្យអាល្អិតម្នាក់នឹងរត់ទៅលេងជាមួយនឹងក្មេងដទៃទៅកុំរំខានម្ចាស់របស់ពួកគេអីតែ Noel នាងគឺចង់ជជែកលេងជាមួយនឹងអាល្អិតនឹងដែរអាល្អិតនឹងក៏បាននិយាយថាវាគ្មានទីបញ្ចប់តទៅសោះក្មេងៗជាច្រើនអាចនិយាយឆ្លើយឆ្លងជាមួយនឹងចែនឹងបានតែទោះអីតែគាត់អយុត្តិធម៌តែម្ដងមិនឲ្យគាត់និយាយជាមួយអញ្ចឹងអាល្អិតម្នាក់នឹងក៏បានស្រែកយ៉ាងខ្លាំងស្របពេលដែលលោក Percival បានហៅឈ្មោះរបស់គេថា Philip ឆាប់ត្រឡប់ទៅវិញដោយសារតែសម្ដីរបស់គាត់ខ្លាំងដែរអាឡិតនឹងក៏បានរត់ចេញទៅយ៉ាងលឿនតែម្ដងតែមុននឹងគេចេញទៅគេបាននិយាយផងដែរថាមនុស្សនៅទីនេះសុទ្ធតែអាក្រក់ Noel ក៏បានសួរទៅកាន់លោក Percival ថាអាឡិតនឹងនិយាយអ្វីទៅតើតើជាមួយនឹងមនុស្សអាក្រក់នោះតើវាជាអ្វីលោក Percival ហាក់បីដូចជាកំពុងលាក់បាំងជាមួយនឹងរឿងអ្វីមួយគាត់បាននិយាយថាវាគ្មានអ្វីនោះទេនៅពេលដែលពួកគេបន្តដំណើរទៅមុខ Noel ហាក់បីដូចជាមិនណោះចិត្តជាមួយនឹង Philip តទៅសោះពេលយប់ក៏បានចូលមកដល់សាររឿងក៏ដូចជាបានបង្ហាញអំពីជជែកមេតបដែលគាត់គឺមានឈ្មោះថា Lizette ភ្លាមនឹងគាត់បានជួបជាមួយនឹងបុរសម្នាក់ដែលពេលនឹងក៏ជាប្រធានក្រុមនិងមានឈ្មោះថា Oswald អញ្ចឹងខ្ញុំហៅទៅតាមសាប់ថៃថទេបើខុសឆ្គងអីក៏អភ័យទោសអញ្ចឹងហើយឃើញថាពួកគេក៏កំពុងតែរៀបចំនៅគម្រោងការដើម្បីចាត់ការទៅលើ L មើលទៅពួកគេគឺបានរកឃើញនៅច្រកទ្វារដើម្បីចូលទៅកាន់ព្រៃ L ហើយតែជជែកមេត Lizette បានហាមប្រាមទៅកាន់អបិនឹងថាកុំធ្វើអីផ្ដែផ្ដាពេកហើយបើសិនមកជាអបិនឹងធ្វើឲ្យខូចគម្រោងការរបស់ពួកគេនោះគឺប្រកាសណាអបិនឹងគឺមិនសល់ក្បាលនោះទេទោះជាប្រធានក្រុមក៏ដោយវើយហើយរឿងខ្លះបើសិនមកជាអាចជៀសបានក៏ជៀសទៅកុំប្រហើនពេកបើអាចខូចកិច្ចការមួយនេះគឺនឹងខ្ទេចតែម្ដងអញ្ចឹងហើយអបិមួយនឹងក៏ដូចជាមិនអាចតទល់ជាមួយនឹងជជែកបាននោះទេគ្រាន់តែប្រាប់ឲ្យជែនឹងតិចចិត្តបន្តិចទៅហើយក៏បានចាក់ចេញទៅជជែកមេតបគាត់គឺនៅតែផ្ដាំទៅកាន់អបិនឹងអញ្ចឹងកុំធ្វើឲ្យរឿងទាំងអស់នេះរញ៉េរញ៉ៃនិងមានភាពស្មុគស្មាញប្រយ័ត្នវើយដោយដែលយើងបានឃើញអញ្ចឹងឥឡូវនេះក្រុមគ្នារបស់អាឡានក៏កំពុងតែជួបប្រជុំជាមួយនឹង L ជាច្រើនមិនថា L ចាស់ L ក្មេងកន្លោះអីទេភ្លាមលោក Percival ក៏បានសុំពេលអាឡានដើម្បីពិភាក្សាជាមួយនឹងគាត់បន្តិចអាឡានក៏យល់ព្រមដូច្នោះគាត់គឺបាននិយាយតាក់ទងជាមួយនឹងប្រវត្តិរបស់ L នោះឯងតាំងពីថាអត់មានអ្នកគ្រប់គ្រងអត់មានអ្នកដឹកនាំមកហ្នឹងគឺថាពពុះ L ហ្នឹងសឹងតែដាច់ពូជទៅហើយដោយសារពួកគេគឺមិនអាចបន្តពូជបាននោះទេលើពីនេះទៅទៀតសូម្បីតែក្នុងការរកអីញ៉ាំឬក៏ធ្វើអីផ្សេងៗហ្នឹងក៏ពិបាកផងដែរព្រោះពួកគេមិនមានព្រះជាម្ចាស់ដឹកនាំតែក្រោយពីលោក Percival បានជួបជាមួយនឹង Henry នាងគឺបានផ្ដល់នៅមធ្យោបាយផ្សេងដែលធ្វើឲ្យពពុះ L នឹងអាចរក្សានៅលំនឹងរីកចម្រើនជាងនឹងអីទៅដោយគឺមិនចាំបាច់ពឹងផ្អែកទៅលើព្រះជាម្ចាស់ឬក៏មេដឹកនាំអីនោះទេគ្រាន់តែពួកគេរួបរวมគ្នានឹងរៀនបង្កើននៅអ្វីផ្សេងដើម្បីអភិវឌ្ឍទៅលើពពុះ L ទៅគឺវារួចរាល់ទៅហើយអញ្ចឹង Henry នាងគឺបានផ្ដល់នៅដំបូន្មានផ្សេងលើពីនឹងទៅទៀតនាងគឺតែងតែជួយមកកាន់ពពុះ L ជានិច្ច Henry នាងគឺបានផ្ដល់នៅសម្ភារៈជាច្រើនមកកាន់ L លើពីនឹងនាងបានបង្រៀនពួកគេអំពីការប្រើប្រាស់និងរបៀបច្នៃប្រឌិតចឹងទៅ Henry ត្រូវបាន L ជាច្រើនចាត់ទុកនាងថាជាអ្នកមានគុណម្នាក់ផងដែរដោយសារតែនាងតែងតែជួយមកកាន់ L រហូតដល់ពួក L អាចប្រឡូកនៅក្នុងសង្គមខាងក្រៅនោះឯងបើមិនដូច្នោះនោះទេពួកគេប្រហែលជាអាចនឹងរស់នៅលាក់លៀមនៅក្នុងព្រៃមួយនេះរហូតតែម្ដងក៏ប៉ុន្តែទោះបីជាមានអ្នកខ្លះអាចចេញទៅខាងក្រៅក៏ពិតមែនពួកគេតែងតែមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងដំណើររបស់ពួកគេហើយលើពីនេះអាចនិយាយបានថាអ្នកដែលបានចេញទៅខាងក្រៅនឹងសុទ្ធសឹងតែជា L ដែលត្រូវបានលុបបំបាត់នៃការចងចាំលោក Percival បន្ទាប់ពីបាននិយាយនៅរឿងមួយចំនួនប្រាប់ទៅកាន់ Alan នោះគាត់បានសួរ Alan ថាខ្ញុំឮតែឯងគឺមាននៅជំនាញខ្លាំងពូកែក្នុងការស្គាល់អំពីក្លិនរបស់បិសាច Alan ក៏បានតបថាវាត្រូវហើយចំពោះរឿងនេះខ្ញុំមិនសូវបារម្ភនោះទេដោយសារតែខ្ញុំគឺចាប់បាននៅទិសដៅរបស់បិសាចបានជាក់លាក់លោក Percival ក៏បានសរសើរទៅកាន់ Alan ខណៈដែល Alan បានតបទៅកាន់គាត់វិញថាខ្ញុំគឺឆ្ងល់ត្រង់ថាហេតុអ្វីបានជា L នៅទីនេះមិនពេញចិត្តនឹងស្អប់ខ្ពើមទៅកាន់ពពួកអារក្សនឹងទៅបើមើលទៅវាស្តៀងជាមួយនឹង L ដែរទេក៏ប៉ុន្តែបែរជាពួកគេស្អប់ខ្ពើមទៅវិញដោយចំពោះរឿងនឹង Henry នាងក៏ធ្លាប់បាននិយាយនឹងសុំការចរចាអំពីពពួក L ទាំងមូលផងដែរក៏ប៉ុន្តែវាត្រូវបានបដិសេធដោយពពួក L ពួកគេគឺមិនចង់អនុញ្ញាតឲ្យអារក្សនឹងរស់នៅជាមួយពួកគេនោះទេប៉ុន្តែបន្ទាប់ពីបានឮពាក្យសម្ដីមួយចេញពីមាត់របស់ Henry នោះគឺថា Henry ចង់ឲ្យអ្នករាល់គ្នាដែលជាពពួក L នឹងគឺផ្ដោតទៅលើការរស់នៅមួយទៀតនាងគឺចង់ឲ្យពួកគេនឹងរៀនទទួលស្គាល់និងបើកចិត្តទទួលយករស់នៅជាមួយនឹងគេផ្សេងមិនថាមនុស្សឬក៏អារក្សនោះទេនោះវាក៏នឹងអាចជួយឲ្យពពួក L នឹងមានការរីកចម្រើនបានកាន់តែច្រើនផងដែរបើទោះបីជា Henry បាននិយាយដូច្នោះក៏ដោយ L ជាច្រើននៅតែមិនយល់ស្របអញ្ចឹងតែបន្ទាប់ពីបានទទួលស្គាល់នឹងការព្យាយាមការផ្លាស់ប្ដូរផ្សេងពួកគេក៏បានបើកចិត្តទទួលយកនៅអារក្សឲ្យនៅជាមួយខណៈដែលយើងក៏ដូចជាបានឃើញនៅវត្តមានរបស់ Philip ផងដែរអញ្ចឹងចំពោះអារក្សដែលពួកគេស្អប់ខ្ពើមនោះគឺជាក្មេង2នាក់ដែលបានរត់ទៅទទួល Noel កាលពីដំបូងគេនោះឯងតាមពិតទៅ2នាក់នោះក៏ត្រូវជា L ដែរគ្
នគេកើតមកហ្នឹងគឺវាកាត់ទៅជាអរិយឬមួយយើងនិយាយឲ្យខ្លីទៅគឺ L កាត់បិសាចបន្ទាប់ពីពួកគេបានដើរទស្សនាក៏ដូចជាជួបជុំជាមួយនឹងប្រជាជន L ជាច្រើនឃើញថានៅពេលនេះ Noel ដូចជាបាក់កម្លាំងដល់ហើយប្រហែលជាសប្បាយលេងជាមួយនឹងអាល្អិតនៅក្នុងព្រៃនោះហើយមើលទៅបានជាមកដល់ដូចជាបាក់កម្លាំងខុសគេខុសឯងបែបនេះនៅពេលនេះមិនថាប៉នាង Lisa Alan ឬក៏ Henry នោះទេកំពុងទៅសួរចំណាប់អារម្មណ៍របស់ Noel ហើយតើនាងយល់ព្រមធ្វើជាម្ចាស់របស់ពពុះ L ទាំងនេះទេប៉ុន្តែខុសអី Maylin ដូចជាមានភាពក្រៀមក្រំបន្ទាប់ពីបានឮថា Noel គឺនឹងរៀបចូលទៅដឹកនាំនៃ L ទាំងអស់នោះក៏ដោយសារតែ Maylin មិនចង់បែកអំពី Noel នោះទេ Noel ក៏បានតបថាកុំទាន់គិតអីខ្ញុំមិនទាន់បានសម្រេចចិត្តនៅឡើយទេអញ្ចឹងបន្ទាប់ពីបានពិភាក្សាគ្នាចរចាគ្នាទៅវិញទៅមកអស់រយៈពេលជាង80ម៉ោងនោះពួកគេក៏សម្រេចចិត្តថានឹងទៅសម្រាករៀងៗខ្លួនជាមុនសិនដើម្បីទទួលបាននូវ power បន្ថែមទៀតនៅក្នុងការបញ្ចេញកម្លាំងនៅថ្ងៃស្អែកនោះឯងឡាននៅពេលនេះក៏បានដើរមកជិត Henry ដែលក៏បានធ្វើភ្នែកដាក់ផងដែរខណៈដែល Henry មានការគាំងជាខ្លាំងយើងមើលមកកាន់ Noel នាងគឺមិនដឹងថាគួរសម្រេចចិត្តបែបណានោះទេមិនដឹងថាត្រូវធ្វើអ្វី Noel នៅពេលនេះបានសម័យទៅកាន់ម៉ាក់ចិញ្ចឹមរបស់នាង Melissa ច្រឡំឯ Vanessa គឺថាបំណងប្រាថ្នារបស់ Vanessa នឹងចង់បង្កើតនៅដាវមួយដាវដែលនាងចង់បង្កើតមកនោះគឺជាដាវដ៏ពិសិដ្ឋឬក៏និយាយឲ្យខ្លីជាដាវរបស់អាទិទេព Noel នៅពេលដែលបានសម័យរួចនាងបាននិយាយថាត្រូវហើយគោលដៅរបស់ខ្ញុំជីអីអញ្ចឹងខ្ញុំត្រូវតែដើរទៅលើផ្លូវហ្នឹងហើយ Noel បាននិយាយថាហេតុអ្វីបានជាខ្លួនខ្ញុំត្រូវដើរជាមួយនឹង Alan ព្រមទាំងអ្នកដទៃនោះអញ្ចឹងមើលទៅកញ្ញា Noel សម្រាប់ចិត្តថានៅដឹកនាំពពុះ L ឲ្យមើលទៅបានជានាងនិយាយបែបនេះនោះ Noel ក៏បានចេញមកខាងក្រៅដល់នាងក៏បានសម្លឹងមើលទៅកាន់ប្រចាននិយាយថាខ្ញុំបានរុករកគ្រប់វិធីទៅហើយតែខ្ញុំមិនច្បាស់នោះទេថាឥឡូវនេះខ្ញុំធ្វើអ្វីដើម្បីតម្រូវចិត្តខ្លួនឯងខណៈដែលនាងត្រូវបានខ្លុំមើលដោយ Alan ផងដែរពេលនេះយើងមើលមកកាន់ Alan វិញ Henry ក៏ដូចជាបានមកជួបគាត់ផងដែរដោយសារតែ Alan បានញាក់ភ្នែកដាក់នៅពេលដែលបានមកជួបគ្នាអ្នកទាំងពីរក៏បាននិយាយផ្សេងផ្សាគ្នាទៅវិញទៅមកអស់មួយសន្ទុះអ្វីដែល Alan គួរឲ្យអស់សំណោចទៀតនោះគឺថា Henry ធ្វើមាត់ដូចចង់ឲ្យគាត់ទៅថើបអញ្ចឹងតែ Henry នាងគឺពិតជាចង់ឲ្យ Alan នឹងទៅថើបពិតមែននាងបាននិយាយទៅកាន់ Alan ថាចូលមើលម្លឹងស្អីស្អាតមែននេះបន្ទាប់ពីពួកគេឆ្លោះគ្នាអស់ជាង80ម៉ោងក៏សម្រេចចិត្តនិយាយសាច់ការគឺមិននិយាយសាច់កាប់ទៀតទេ Alan គឺចង់សួរនាងតាក់ទងជាមួយនឹងរឿងអារក្សដែលនាងគឺបានសុំចម្រោកឲ្យពួកគេស្នាក់នៅជាមួយនឹងពួក L នោះឯង Henry នាងក៏បានរៀបរាប់តាក់ទងជាមួយនឹងប្រវត្តិរបស់អារក្សតែម្ដងដោយទីមួយនោះអារក្សមិនមែនជាជាតិសាសន៍ឬអ្វីទាំងអស់ហើយពេលនរណាម្នាក់ខឹងអ្នកដទៃហើយសុំដាក់បណ្ដាសាឲ្យពួកគេស្លាប់ទាំងអស់នោះអន្តៈនៃពិភពលោកទទួលស្គាល់មនុស្សនោះថាជាបិសាចក៏គ្រាន់តែថាវាក៏មាននៅករណីលើកលែងផងដែរប្រសិនមកជាកូនបិសាចកើតមកឪពុកម្ដាយជាបិសាចចាប់តាំងពីពួកគេបានធ្លាក់ចូលមកកាន់ក្នុងពិភពលោកមួយនេះមនុស្សគ្រប់គ្នាបានដាក់ឈ្មោះឲ្យគេថាគឺជាបិសាចនិងមើលងាយគេខ្លាំងមែនទែនតាមពិតទៅពួកគេមិនចង់ខ្លាចទៅជាបិសាចនោះទេគ្រាន់តែព្រំលិខិតកំណត់ឲ្យពួកគេកើតមកទៅជាបែបនេះឪពុកម្ដាយដែលមានកូនជាបិសាចឬក៏អារក្សនោះបានបណ្ដេញកូនក៏ដូចជាដាក់កូននៅក្នុងសម្ពាធដ៏ឃោរឃៅរួចដូចជាស្លាប់អញ្ចឹងត្រូវរងការវាយប្រហារនិងតាមសម្លាប់ពីអ្នកដែលពួកគេស្អប់នោះឯង Alan ក៏បានសួរទៅកាន់ Henry តាក់ទងជាមួយនឹងក្មេងពីរនាក់នៅក្នុងព្រៃ Henry ក៏បានប្រាប់ថាដើមឡើយនាងគឺជួបជាមួយនឹងក្មេងពីរនាក់នោះស្របពេលដែលពួកគេនឹងរៀបនឹងត្រូវបានគេសម្លាប់ដែរទៅហើយដូច្នោះហើយទើបបានជាខ្ញុំសុំទីកន្លែងនិងចម្រោកឲ្យគេនៅនោះ Alan ក៏សរសើរទៅកាន់ទឹកចិត្តរបស់ Henry ដែរតែ Henry អៀនដាក់ទៅមួយម៉ាត់វិញចុកដែរហ្នឹងអើយមិនទេអត់ចង់សុំយោបល់អីច្រើនទេនៅពេលនេះយើងក៏បានឃើញថាពួកគេគឺបានមកទស្សនានៅព្រៃនេះទៀតហើយ Lisa មានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញថាព្រៃ L មាននៅទេសភាពស្អាតដល់ថ្នាក់នេះដោយសារតែឃើញ Noel ភ្លឹកពេក Henry បានសួរថាយប់មិញបានគេងច្រើនអត់ Henry បានប្រាប់ទៅកាន់ Noel ថាកុំបារម្ភរឿងសម្រាប់ចិត្តថាត្រូវនៅទីនេះឬក៏អត់នោះមើលទៅរបៀបរស់នៅរបស់ L នៅពេលនេះមិនចាំបាច់មានស្ដេចឬក៏មេដឹកនាំក៏មានការរីកចម្រើនដែរភ្លាមៗយើងក៏បានឃើញជាមួយនឹងក្មេង L ទាំងពីរនាក់ដែលជា L កាត់បិសាចនឹងកំពុងតែយកនៅថ្មមីដុំមកកាន់នាង Henry គឺបានដឹងយ៉ាងច្បាស់ថាមួយនេះគឺជាថ្មវិញ្ញាណនៅទីនេះវាគឺជាគ្រីស្តាល់នៃអំណាចរបស់ L ភ្លាមៗយើងក៏បានឃើញថា Philip បានយកនៅថ្មមីដុំនោះគប់បោះចោលភ្លាមៗហើយបាននិយាយថាអាកូនបិសាចអញមិនគួរពាក់ព័ន្ធជាមួយនឹងម្ចាស់របស់យើងនោះទេលោក Percival ក៏បានស្ដីឲ្យ Philip លើដូច្នោះក៏បានរត់ចាកចេញទៅ Alan បាននិយាយឲ្យថាមើលទៅ L មួយចំនួននៅតែមិនបោះបង់គំនិតនៅក្នុងការស្អប់ខ្ពើមទៅកាន់ L ដែលកាត់បិសាចនេះចំពោះ L កាត់បិសាចដែលជាអាចមកទាំងពីរគឺនៅតែបន្តយំយ៉ាងខ្លាំង Henry នាងក៏បានដើរចាកចេញទៅដោយសារតែនាងគឺនឹងទៅជួបជាមួយនឹង Philip នោះឯងអាចមក Philip ក៏កំពុងតែអង្គុយតូចចិត្តតែម្នាក់ឯងខណៈដែល Henry បាននិយាយទៅកាន់អាចមកមួយនឹងថាអញភ្លេចមែនទេកាលពីឆ្នាំមុននោះ L គឺត្រូវតែទទួលស្គាល់នៅ L កាត់បិសាចមិនរើអញដូច្នោះនោះទេ Philip ក៏បានតបថាប៉ុន្តែបិសាចគឺបានទទួលនៅភាពកក់ក្ដៅខ្លាំងមែនទែនអំពីម្ចាស់របស់ខ្ញុំអញ្ចឹងក៏បានន័យថា Philip គឺមានការអន់ចិត្តដោយសារតែគាត់
គាត់ក៏ចង់និយាយជាមួយនឹង Noel ដែរប៉ុន្តែគ្រប់គ្នាហាក់បីដូចជាមិនរាក់ទាក់គាត់នោះទេដូច្នោះបានជាគាត់មានការអន់ចិត្ត Henry បានសួរទៅកាន់ Albert នឹងថាឯងថាពួកគេគឺជាបិសាចចុះតើពួកគេគឺបានធ្វើអ្វីឯងអត់ Albert Philip ក៏បានតបទៅវិញថាអូពួកគេមិនដែលធ្វើបាបខ្ញុំនោះទេលើដូច្នោះ Henry បាននិយាយទៅកាន់គេថាចង់ធ្វើជាមិត្តចង់ផ្ដល់អំណោយចង់និយាយជាមួយនឹងម្ចាស់របស់ឯងដឹងអត់ Philip L ដែលឯងនិយាយថាជាបិសាចនោះពួកគេក៏មានអារម្មណ៍ដូចជាឯងអញ្ចឹងឯងក៏អាចនិយាយនឹងផ្ដល់អំណោយទៅកាន់មេដឹកនាំក៏ដូចជាម្ចាស់ឯងបានដូចគ្នាឯងឮនៅ Philip នៅពេលដែលឮដូច្នោះក៏បានឆ្លើយទៅបានមុននឹង Henry ចេញទៅនាងបានប្រាប់ទៅកាន់ Philip ថាឯងត្រូវតែចាំណាអ្នកទាំងអស់គ្នានៅទីនេះគឺជាមិត្តភក្តិរបស់ឯងដែលកាត់បិសាចនោះគេមានគ្នាតែ2នាក់ទេឯងត្រូវតែធ្វើអំពើល្អដាក់គេមិនត្រូវធ្វើបែបនេះឡើយនាងក៏បានចាកចេញទៅបន្ទាប់ពីយកពាក្យសម្ដីរបស់ Henry Philip គាត់គឺត្រូវទៅសុំទោសពួកគេប៉ុន្តែនៅពេលដែលគាត់ចេញទៅបានជួបជាមួយនឹងអបិធ្មេញត្រីឆ្លាមហើយនឹងលើសារតែឈ្មោះវាក់ចាំតិច admin ក៏ហៅថាអបិធ្មេញត្រីឆ្លាមមកទៅអបិនឹងបានចាស់គម្រាមទៅកាន់ល្អិតនេះថាប្រសិនបើជាឯងមិននាំផ្លូវយើងទៅកាន់ព្រៃអែលនោះទេនោះគឺប្រកាសណាឯងនឹងត្រូវបានយើងកាត់ក្បាលចេញអូខេរឿងរបស់យើងនៅក្នុងភាគទី8នេះក៏ត្រូវបានជិតមកដល់ទីបញ្ចប់ដោយ